ពុកម៉ែបងប្អូនដឹងស្រាប់ហើយបញ្ហាជំងឺវិវត្តពីតិចទៅធ្ងន់ធ្ងរសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួបអាការៈជាប្រចាំថ្ងៃដូចជានោមញឹកនោមទាស់នោមសនោមធំក្លិននោមមកមានពពុះជាពិសេសនៅពេលដែលនោមម្ដងមានអាការៈឈឺចុកចាប់ខ្លាំងមែនទែនមានអាការៈអត់លហើយអស់កម្លាំងនិងផ្ដល់ជាអាការៈហើមនៅតាមសារពាង្គកាយតែម្ដងនៅតាមប្រអប់ដៃប្រអប់ជើងនៅតាមក្បាលជង្គង់បាត់បង់ចំណង់អាហារស្រកទម្ងន់ខុសពីធម្មតាជាពិសេសឡើងកន្ទោររមាស់នៅលើស្បែកមានអាការៈថប់ដង្ហើមពិបាកនៅក្នុងការដកដង្ហើមអាការៈទាំងអស់នេះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលសពបញ្ជាក់ថាពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាជំងឺតម្រងនោមរលាកតម្រងនោមរលាកផ្លោកនោមទឹកដក់ក្នុងតម្រងនោមគ្រុះក្នុងតម្រងនោមរីករាលក្រពេញប្រសាទបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាអត់ចង់បន្តបញ្ហាជំងឺឲ្យជាជំងឺដែលរ៉ាំរ៉ៃទេពុកម៉ែបងប្អូនចង់ព្យាបាលនិងសុខសាន្តអាចប្រើប្រាស់ជាមួយឱសថធម្មជាតិ Reno នេះបានជាផលិតផលនៅខាងសហរដ្ឋអាមេរិកពុកម៉ែបងប្អូនចង់ដាក់ការកំងឆាចូលពេទ្យតំណតាមលេខទូរស័ព្ទខាងអ្នកគ្រូបានគុណភាពប្រសិទ្ធភាពគឺធានាជូនប្រើមួយដឹងមួយខ្ញុំលេបថ្នាំ Reno នឹងទៅជាប្រកែស័ក្តិសិទ្ធិណាស់ថ្នាំ Reno ហ្នឹងបាត់គ្រោះកម្រងនោមឈឺចង្កេះហើមដៃហើមជើងហ្នឹងលេបទៅបាត់បានផឹកអា Reno ផុសអាមេរិកនេះទៅលែងភ័យលែងព្រួយបារម្ភហើយខ្លាចទៅវះអុយលែងភ័យអស់ហើយបានលេបហើយលែងឈឺលែងពិបាកអស់ហើយលាកកម្រងនោមហើយមានអារម្មណ៍ថាភ័យនឹងសុខភាពនោមញើសពីចង្កេះឈឺថ្ងាដេកអត់សូវបានហាក់បាយក៏វាមិនសូវបានច្រើនដែរដល់មកជួបនឹងឆ្នាំនេះនៅអាមេរិកនេះមកនោមមកយប់ទៅ2 ដងទេហើយនោមមកវារៀងថ្លាវាអត់មានពពុះមានពណ៌លឿងពណ៌ធំអុយអត់មានទេ